ការពីថ្ងៃទី22ខែវិច្ឆិកាកន្លងទៅនេះនៅសាលាការពារព្រំដែនអគ្គវិជាការដែលស្ថិតនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងបានប្រពៃពិធីផ្សព្វផ្សាយអនុសាសន៍របស់សម្ដេចតេជោនិងសៀវភៅផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងការពារជាតិឆ្នាំ2016ឆ្នាំ2020និងពិធីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារកិច្ចការពារជនរងគ្រោះក្រមអធិបតីភាពលោកជំទាវឧត្តមសេនីយ៍ឯកមីម៉ុនដារីអគ្គមេបញ្ជាការរងនិងជាអនុប្រធានប្រចាំការក្រមការងារយេនឌ័រក្រសួងការពារជាតិរបាយការណ៍របស់អាដាមឧត្តមសេនីយ៍តូច័ន្ទសារ៉ាន់នាយកសាលាការពារព្រំដែនអគ្គបញ្ជាការបានឲ្យដឹងថាបច្ចុប្បន្នសាលាមានកម្មសិក្សាការីកំពុងបកបឺន138នាក់មកពី11អង្គភាពជារៀងរាល់ឆ្នាំសាលាតែងតែប្រពៃទិវានារីអន្តរជាតិ8មិនិនាសិទ្ធិនារីត្រូវបានលើកស្ទួយរាល់អំពើរំលោភបំពានផ្សេងៗត្រូវបានហាមឃាត់មានមតិសំណេះសំណាលផ្ដាំផ្ញើនាឱកាសនោះលោកជំទាវមីម៉ុនដារីបានកោតសរសើរវិតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំយោធាចារដែលបានដឹកនាំការងារវឹកវើដល់សិក្ខាកាមបានយ៉ាងល្អលោកជំទាវបានបញ្ជាក់ថាការផ្សព្វផ្សាយនៅក្នុងឱកាសនេះគឺក្នុងគោលបំណងបង្កើនការយល់ដឹងបន្ថែមទៀតអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់យេនឌ័រផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងការពារជាតិដែលជាផែនការ5ឆ្នាំសម្រាប់ការងារបញ្ជ្រាបយេនឌ័រក្នុងកងយុទ្ធពលខេមរៈភូមិន្ទលោកជំទាវបញ្ជាក់ថាការយល់ដឹងអំពីសិទ្ធិរបស់ស្ត្រីគឺមិនមែនតែស្ត្រីទេដែលត្រូវយល់ដឹងកត្តាសំខាន់យើងត្រូវទទួលស្គាល់និងគាំទ្រពីបរិះព្រោះវាជាការងារអន្តរវិស័យជាចុងក្រោយលោកជំទាវបានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោបានធ្វើឲ្យប្រទេសមានសន្តិភាពមានការរីកចម្រើនសម្ដេចបានយកចិត្តទុកដាក់អំពីឋានៈតួនាទីស្ត្រីកម្ពុជាក្នុងការចូលរួមស្មារភាពជាមួយបរិះដែលជាការផ្ដល់ឱកាសដល់ស្ត្រីឲ្យមានលទ្ធភាពចូលរួមចំណែកគ្រប់សកម្មភាពសង្គមសម្រាប់ពូនជ្រុំកម្លាំងសរុបដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមឈានឆ្ពោះទៅរកវិបុលភាពនិងវឌ្ឍនភាព